khi mình cho là hai kia là bắt chia lại thì xa khai thì luôn còn nhớ mình cũng mua đỏ tới đọc hàng cho nóแต่តែគេអាចឆ្លលើដីបានthì tôi làមានភាពរឹងមាំមកតើគេត្រូវធ្វើបែបម៉េចទៅដើម្បីឲ្យគេនឹងមានភាពរឹងមាំបែបហ្នឹងជាដំបូងជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះផាត់ចាំបតីគឺជាសិស្ស Civil Engineering ឆ្នាំទី1ឆមាសទី2ហើយគឺនៅចំនួនទី6សូមទីស្នាប់អារម្មណ៍បងអ្នកនរគ្នាមកសិក្សាអំពីការសាងសង់របស់សាកលវិទ្យាល័យ Delhi សាខាទី1របស់យើងប៉ុន្តែដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើដែលខ្ញុំបានចោទសួរទៅអ្នកនរគ្នាមិញហ្នឹងគឺគេត្រូវការសសរគ្រឹះក៏ដូចជាពិសេសហ្នឹងគឺជំរឿនរបស់គ្រឹះដើម្បីឲ្យអគារទាំងមូលនេះអាចនឹងងាន់ឈរដល់សប្តាហ៍នេះបានហើយមកដល់សំណួរមួយហ្នឹងអ្នកនរគ្នាច្បាស់ជាមានចំណងមួយទៀតហើយថាតើគេត្រូវការជំរឿនក៏ដូចជាសសរគ្រឹះហើយនឹងសន្ទាប់ដីបែបមួយទៅទើបអាចឲ្យអគារនេះឈរបាននឹងមកបែបនេះអញ្ចឹងឥឡូវមកតន់ឆ្លើយប្រាប់ទៅអ្នកនរគ្នាដើម្បីឲ្យមានសិស្សអូនណាចង់ដាក់ពាក្យចូលរៀនសាលារបស់យើងគឺដាក់មកចូលរៀនមកដាក់ខាងសំណងស៊ីវលរបស់យើងគឺយើងធ្វើការបញ្ជាក់ប្រាប់គាត់ថែមអញ្ចឹងកុំភ្លេចដាក់ពាក្យចូលរៀនអ្នកនរគ្នាហើយឥឡូវសូមទាញចំណាប់អារម្មណ៍អ្នកនរគ្នាមកវិញដល់ខ្ញុំធ្វើការបកស្រាយអំពីដំណាក់កាលនៃការសាងសង់អគាររបស់យើងហ្នឹងដូចតទៅដំណាក់កាលទី1គឺកិច្ចការអតិភិបដែលយើងជ្រើសរើសការធ្វើខួងតេស្តដីដើម្បីឲ្យដឹងពីសន្ទាប់ដីក៏ដូចជារេស៊ីស្តង់ដីហើយមួយវិញទៀតកាន់តែពិសេសហ្នឹងគឺដឹងពីលទ្ធភាពទ្រទ្រង់របស់ដីក៏ដូចជាដឹងពីជំរឿនបង្កប់នៃសសរគ្រឹះហើយបន្តមកទៀតគឺយើងចាប់ផ្ដើមធ្វើ survey data ដើម្បីឲ្យដឹងពីទីតាំងនៃសសរគ្រឹះក៏ដូចជាជើងតាំងហើយគឺចាប់ផ្ដើមធ្វើការខួងរណ្ដៅទៅតាមផ្នងលម្អិតរបស់វិស្វករដែលគាត់បានរៀបចំបន្ទាប់ពីដឹងពីផ្នងអស់ហើយគឺយើងចាប់ផ្ដើមធ្វើការខួងគ្រប់រណ្ដៅដែលខ្ញុំបានកំណត់នោះដើម្បីដាក់សរសៃដាច់សសរគ្រឹះចូលទៅក្នុងនោះហើយក៏ដូចជាធ្វើការដំឡើងពងហើយបានគេចាក់បេតុងចូលទៅតាមក្រោយបន្ទាប់មកគឺគេចាប់ផ្ដើមធ្វើការតម្រឹមសសរគ្រឹះឲ្យបានរៀបរយល្អទៅតាមទំហំរបស់រណ្ដៅក៏ដូចជាបន្ទាប់មកគឺគេចាប់ផ្ដើមចងខ្សែដែកដំឡើងពងហើយបានគេចាក់បេតុងជើងតាំងទៅតាមក្រោយហើយនៅដំណាក់កាលចុងក្រោយគឺយើងចាប់ផ្ដើមធ្វើការតម្រឹមសសរក៏ដូចជាធ្វើការកំណត់នីវ៉ូសសរនិងបាតភ្នំរៀបចំដំឡើងភ្នំទៅលើកម្រាលខ័ណ្ឌក៏ដូចជាធ្វើការដំឡើងសរសៃដែកហើយជាចុងក្រោយហ្នឹងគឺគេធ្វើការចាក់បេតុងចូលទៅក្នុងកម្រាលខ័ណ្ឌហើយយើងធ្វើបែបនេះដូចដែលដំណាក់កាលខ្ញុំបានរៀបរាប់ខាងលើហ្នឹងពីមួយជាន់ទៅមួយជាន់រហូតទៅដល់ដំបូលទេរ៉ាហើយឥឡូវវីដេអូយើងឈានមកដល់ពេលបញ្ចប់ហើយអញ្ចឹងវាជាភ្លើឃាវមួយដើម្បីឲ្យមានបន្តទៅវីដេអូក្រោយៗទៀតហើយកុំភ្លេចតាមដានអ្នកនរគ្នាហើយសូមអរគុណដល់អ្នកនរគ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាបងប្អូនដែលមានចំណាប់អារម្មណ៍កុំភ្លេចដាក់ពាក្យចូលសាកលវិទ្យាល័យ Delhi របស់យើងដើម្បីដឹងកាន់តែច្បាស់ថាតើវិស្វកម្មសំណង់គេរៀនពីអ្វីខ្លះអរគុណអ្នកនរគ្នាទស្សនាវីដេអូរួចហើយសូមជួយ follow page ម្នាក់មួយផងនេះគឺជាសកម្មភាពខួងគ្រឹះចាក់បេតុងនៅនឹងការខាងផ្ទាល់បាទសូមអរគុណ